សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ស្ទើរ655បានពេលនេះផងដែរខ្ញុំសូមជម្រាបព័ត៌មានមួយមកចូលជូនប្រិយមិត្តទាំងអស់គ្នាគឺទាក់ទងទៅនឹងរឿង Keeping Up with the JCC និងនាំអារម្មណ៍ទស្សនិកជនទៅកាន់ភាពស្រស់ស្រាយដោយមិនចំណាយគ្រប់ឈុតឆាកជាមួយនឹងកំពូលគ្រួសារទាំងពីរដែលចាក់បញ្ចាំងគ្រប់រោងគុណហើយអស់រយៈពេល5ឆ្នាំមកហើយចាប់តាំងពីខ្សែភាពយន្តចុងក្រោយរបស់អ្នកដឹកនាំរឿងលោក Ingrid Montgomery គឺរឿង Apple ហើយបន្ទាប់ពីធ្វើឲ្យគេឈ្មោះរបស់លោកមានភាពល្បីល្បាញឡើងមកវិញជាមួយនឹងខ្សែភាពយន្តបែបកំប្លែងដែលមានដូចជារឿង Adventureland និង Superbad ហើយគាត់បានត្រឡប់មកវិញនៅឆ្នាំនេះដោយមានកិច្ចខិតខំប្រឹងប្រែងជាថ្មីបំផុតរបស់លោកនៅក្នុងរឿង Keeping Up with the JCC នេះដែលមានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនរូបដូចជា Gal Gadot, Jon Hamm, Gary Phillips និង Isla Fisher ដែលជាខ្សែភាពយន្តចុងក្រោយបំផុតរបស់ Montgomery ដែលរឿងនេះមានទាំងឈុតឆាកបានប្រហារលាយឡំនឹងឈុតឆាកកំប្លែងមិនចំណាយគូស្នេហ៍ជាគូស្នេហ៍ជាក្រុមសាមញ្ញមួយគូបាត់ជាមួយនឹងអ្នកជិតខាងថ្មីដ៏ស្រស់សង្ហានិងតាមចំណៃចុងពិសេសទៅពួកគេរកឃើញថាលោកនិងលោកស្រី Chelsea ជាភ្នាក់ងារសម្ងាត់ហើយពួកគេបានភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងកាយវិការដ៏អស្ចារ្យរបស់អ្នកទាំងពីរដែលជាគ្រួសារខាងមួយគូនោះចង់ដឹងថាខ្សែភាពយន្ត Keeping Up with the JCC ធ្វើឲ្យទស្សនិកជនសើចហើយយ៉ាងណានោះហើយតើនឹងមានអ្វីកើតឡើងបន្តនៅពេលដែលពួកគេដឹងឬសម្ងាត់ថាគ្រួសារ JCC ជាភ្នាក់ងារសម្ងាត់កុំភ្លេចទៅទស្សនាទាំងអស់គ្នានៅតាមរោងភាពយន្តទាំងនៅក្នុងក្រុងភ្នំពេញនិងការជម្រាបចាប់ពីថ្ងៃនេះតទៅជាប្រភេទ Today ទស្សនា Teaser ទាំងអស់គ្នាអាចចូលទៅកាន់ YouTube ហើយសេចនេះវានឹងមាន Teaser សម្រាប់ទស្សនាដែរសម្រាប់ពេលនេះផងដែរខ្ញុំសូមអរគុណសូមជម្រាបលា